សម្ដេចកតេប្របណ្ឌិតបរនីហ៊ុនសែនចាត់ឲ្យមន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីរពេទ្យណាមសៃកុនប្រទេសវៀតណាមនិងបានឧបត្ថម្ភ$20,000បន្ថែមទៀតជួយដល់ការព្យាបាលរបស់ស្ត្រីរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ60ម៉ែត្រស្លាប់3នាក់ប្តីនិងកូនជាស្ដែងនៅថ្ងៃទី18មករាឆ្នាំ2025នេះសម្ដេចកតេប្របណ្ឌិតបរនីហ៊ុនសែនបានចាត់ឲ្យលោកជំទាវម៉ែននារីសោភ័ក្រអគ្គលេខាធិការរងទី1កាកបាទក្រហមកម្ពុជានិងសហការីចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យដើម្បីលើកទឹកចិត្តនិងនាំយកថវិកាចំនួន$20,000អាមេរិកថែមទៀតជូនដល់ប្អូនស្រីននច័ន្ទលក្ខណាសម្រាប់ជួយសម្រាលការលំបាកដែលត្រូវចំណាយលើការព្យាបាលរយៈពេលយូរនៅប្រទេសវៀតណាមនៅក្នុងឱកាសនោះលោកជំទាវម៉ែននារីសោភ័ក្របាននាំមកនៅប្រសាសន៍របស់សម្ដេចកតេប្របណ្ឌិតបរនីហ៊ុនសែនដែលបានផ្ដាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរនិងលើកទឹកចិត្តដល់ក្មួយស្រីននច័ន្ទលក្ខណាសូមឲ្យមានស្មារតីរឹងប៉ឹងត្រូវសម្រាកនិងបរិភោគអាហារបំប៉នសុខភាពឲ្យបានគ្រប់គ្រាន់ជាពិសេសត្រូវអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយឡើងវិញ។